អស់ដែលមានតុក្កតាព្រឺព្រួចច្រើនជាងគេនៅលើពិភពលោកគឺជាកោះមួយដែលស្ថិតនៅក្នុងប្រទេសមិចស៊ីកូនៅពេលអ្នកទស្សនាបានទៅដល់កោះនោះពួកគេតែងតែមានអារម្មណ៍ព្រឺព្រួចស្រីវឆ្អឹងខ្នងកោះដ៏តូចមួយនេះមានតុក្កតាចាស់ៗជាច្រើនព្យួរនៅតាមដើមឈើផ្សេងៗជុំវិញកោះតែម្ដងតុក្កតាទាំងអស់នោះគឺសុទ្ធតែខុសគ្នាទាំងទំហំទាំងអាយុហើយសូម្បីតែសភាពរបស់តុក្កតានឹងក៏ខុសគ្នាដែរតុក្កតាខ្លះមិនមានដៃមិនមានជើងតុក្កតាខ្លះមើលទៅបាក់បែកគួរឲ្យខ្លាចកោះនេះត្រូវបានគេឲ្យឈ្មោះថាកោះតុក្កតាខ្មោចតើកោះនេះមានរឿងរ៉ាវបែបណាមានរឿងអ្វីកើតឡើងទើបបានជាអ្នកទស្សនាជាច្រើនតែងមានអារម្មណ៍ព្រឺព្រួយហើយហេតុអ្វីទើបគេឲ្យឈ្មោះកោះនេះថាជាកោះតុក្កតាខ្មោចបើតាមការស្រាវជ្រាវកន្លងមកកោះនេះស្ថិតនៅក្នុងប្រទេសមិចស៊ីកូស្ថិតនៅតាមដងទន្លេឬក៏ព្រែកមួយនឹងនៅក្នុងប្រទេសមិចស៊ីកូនេះឯងនៅលើកោះដ៏ធំមួយនេះគឺមិនមានអ្នកណារស់នៅឡើយក្រៅពីបុរសចំណាស់ម្នាក់បុរសនោះមានឈ្មោះថា Don Julian Santana Barrera Santana Barrera គាត់គឺជាអ្នកថែរក្សាកោះមួយនឹងតាំងពីទសវត្សរ៍ទី20ចន្លោះឆ្នាំ1950គាត់រស់នៅទីនោះជាធម្មតាមានបន្លែផ្លែឈើបង្ការដែលគាត់អាចយកមកបរិភោគបានប៉ុន្តែដល់ថ្ងៃមួយគាត់បានរកឃើញសាកសពរបស់ក្មេងស្រីម្នាក់នៅតាមព្រែកជុំវិញផ្ទះគាត់បន្ទាប់ពីគាត់បានរកឃើញសាកសពរបស់ក្មេងស្រីនោះគាត់តែងតែមានអារម្មណ៍ថាមានរឿងចម្លែកកើតឡើងគាត់តែងតែឮគេនិយាយខ្សឹបគ្នានៅពេលយប់គាត់តែងតែមានអារម្មណ៍ថាមានអ្នកណាតែងតែចាំលបលួចមើលគាត់ជានិច្ចដោយសារភាពភ័យខ្លាចរបស់គាត់នេះហើយទើបគាត់ចាប់ផ្ដើមដើរប្រមូលតុក្កតាដែលគេបោះបង់ចោលនៅគ្រប់ទីកន្លែងទាំងអស់នៅខាងក្រៅកោះរបស់គាត់នឹងយកពួកគេឬក៏ពួកវានឹងមកព្យួរនៅជុំវិញផ្ទះរបស់គាត់តាមដើមឈើផ្សេងៗនឹងដោយគាត់ជឿថាតុក្កតាទាំងអស់នឹងគឺអាចការពារគាត់ពីពពួក spirit គេហៅថាព្រលឹងអាក្រក់នឹងបានគាត់បានដើរប្រមូលតុក្កតាដើម្បីមកព្យួរនៅលើដើមឈើនឹងអស់រយៈពេលប្រហែលជា50ឆ្នាំរហូតដល់ពេលមួយគាត់បានស្លាប់នៅក្នុងឆ្នាំ2001អញ្ចឹងគាត់ចាប់ផ្ដើមដើរប្រមូលតុក្កតានឹងចាប់ពីឆ្នាំចន្លោះប្រហែលជា1950ទៅដល់ឆ្នាំ2001ហើយតុក្កតាដែលគាត់ប្រមូលនឹងគឺជាតុក្កតាដែលបាក់បែកអត់មានដៃអត់មានជើងឬក៏មានដៃប៉ុន្តែអត់មានជើងអីចឹងជាដើមគាត់អត់ដែលប្រមូលតុក្កតាណាដែលថ្មីដើម្បីទៅព្យួរនៅជុំវិញផ្ទះគាត់ឬក៏នៅដើមឈើនៅលើកោះហ្នឹងឯងហើយតុក្កតាដែលគាត់ប្រមូលបានហ្នឹងគាត់មិនត្រឹមតែព្យួរនៅលើដើមឈើឯងគាត់ព្យួរគ្រប់កន្លែងទាំងអស់សូម្បីតែលបងផ្ទះរបស់គាត់ក៏គាត់ព្យួរដែរព្រោះអីគាត់ជឿជាក់នៅក្នុងចិត្តគាត់ថាព្យួរតុក្កតាទាំងអស់ហ្នឹងទៅគឺនឹងធ្វើឲ្យពួកព្រលឹងដែលចិត្តអាក្រក់ផ្សេងហ្នឹងជាចេញឲ្យឆ្ងាយហើយគាត់នឹងមានសុខភាពនៅពេលដែលគាត់រស់នៅលើកោះនេះតទៅទៀតរហូតដល់ឆ្នាំ2001ថ្ងៃមួយក្មួយប្រុសគាត់បានមកលេងកោះនឹងហើយពួកគេបាននាំគ្នាទៅស្ទូចត្រីនៅព្រែកដែលគាត់បានរកឃើញសាកសពរបស់ក្មេងស្រីកាលពី50ឆ្នាំមុននឹងកំឡុងពេលដែលពួកគេកំពុងតែស្ទូចត្រីនៅលើព្រែកហ្នឹងពូរបស់គាត់នឹងច្រៀងយ៉ាងសប្បាយចិត្តដោយគាត់បាននិយាយប្រាប់ក្មួយគាត់ថាគាត់ឃើញមច្ឆានៅក្នុងទឹកកំពុងតែច្រៀងហើយហៅគាត់នឹងចុះទៅក្នុងទឹកជាមួយនឹងមច្ឆាទាំងអស់នឹងកំពុងតែស្ទូចត្រីសុកក្មួយប្រុសរបស់គាត់មានអារម្មណ៍ថាគាត់ភ្លេចអីមួយអញ្ចឹងគាត់ក៏ដើរទៅយកហើយទុកឲ្យពូគាត់នៅម្នាក់ឯងពេលត្រឡប់មកវិញក្មួយប្រុសរបស់គាត់នឹងបានឃើញគាត់ផ្កាប់មុខនៅក្នុងទឹកនឹងបាត់ទៅហើយដោយកន្លែងដែលគាត់បានលង់ទឹកនឹង
គឺវានៅកន្លែងដែលគាត់បានរកឃើញសាកសពរបស់ក្មេងស្រីម្នាក់ដែលលង់ទឹកកាលពី50ឆ្នាំមុននឹងបន្ទាប់មកនៅឆ្នាំ2001បន្ទាប់ពីលោកសាន់តាណាគាត់បានបាត់បង់ជីវិតទៅគេក៏ចាប់ផ្ដើមបើកដំណើរការកោះនោះជាសាធារណៈដើម្បីឲ្យមានអ្នកទេសចរចូលទៅទស្សនានៅលើកោះនឹងប៉ុន្តែអ្នកទេសចរច្រើនមែនទែនពេលដែលបានទៅលើកោះនឹងគឺពួកគេអត់មានអារម្មណ៍សប្បាយចិត្តទេដោយសារតែនៅពេលដែលពួកគេបានដើរមើលពីនេះពីនោះនៅលើកោះនឹងពួកគេតែងតែមានអារម្មណ៍ថាតុក្កតាដែលពយួរនៅលើដើមឈើនៅលើលបងរបស់ផ្ទះលោកសាន់តាណានោះគឺពួកគេចាប់ផ្ដើមរង្គើខ្លួនដោយខ្លួនឯងតែម្ដងអ្នកទេសចរឬក៏អ្នកទស្សនាខ្លះបាននិយាយថាពួកគាត់ឃើញតុក្កតាទាំងអស់នឹងបើកភ្នែកហើយថែមទាំងនិយាយរកគ្នាទៅវិញទៅមកទៀតគឺខ្សឹបគ្នាចុះឡើងនៅពេញនឹងទាំងអស់តុក្កតាខ្លះគឺពពល់ក្បាលខ្លួនឯងតុក្កតាខ្លះដូចសម្លឹងមើលភ្ញៀវទេសចរចឹងអត់ព្រិចភ្នែកទេហើយរហូតមកដល់សប្តាហ៍ថ្ងៃគឺមិនមានអ្នកណាយកតុក្កតាចេញពីកោះនឹងឡើយហើយកោះនឹងនៅតែបើកទទួលភ្ញៀវទេសចរធម្មតារហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺមានសំណួរមួយដែលគេតែងតែលើកឡើងតាក់ទងជាមួយនឹងកោះហ្នឹងគឺគេសួរថាតើកោះហ្នឹងមានសុវត្ថិភាពដែរឬទេតើកោះហ្នឹងអាចគ្រោះថ្នាក់ទៅដល់អ្នកដែលទៅលេងកោះហ្នឹងដែរឬទេហើយរឿងដែលខ្ញុំបាននិយាយទាំងអស់នៅមុនហ្នឹងវាសុទ្ធតែជារឿងពិតដែលបានកើតឡើងនៅក្នុងឆ្នាំ1950រហូតមកដល់ឆ្នាំ2001ចឹងឥឡូវសាកសម័យថាបើសិនជាបងប្អូនអ្នកដែលបានស្ដាប់រឿងនេះគេឲ្យទៅនៅលើកោះនឹងតើឯងតើបងប្អូនព្រមទៅរស់នៅដែរទេសម្រាប់ខ្ញុំនឹងវិចវលីមកផ្ទះវិញអញ្ចឹងបើបងប្អូនអាចរស់នៅទីនោះឬក៏មិនអាចរស់នៅទីនោះបងប្អូនអាចប្រាប់ខ្ញុំបាននៅក្នុង comment ខាងក្រោម